Lư thần niên trong chụp trong mền tí trong niệm ấy chắp niệm máu. Lục chắp niệm cạc bật phèm máu. Hạt ấy ban chỉ lấy khuônរបស់លោកមានក្លិនឈាមលោកទៅតែសម្រាប់មនុស្សហើយមែនទេហើយមនុស្សច្រើនទៀតខ្ញុំងុតទឹកលៀងខ្លួនហើយនាងនៅធំក្លិនទៀតទោះបីជាលោកលៀងហើយក៏ដោយប៉ុន្តែតាមបទពិសោធន៍របស់ខ្ញុំច្រើនឆ្នាំមកនេះខ្ញុំដឹងថាលោកសម្រាប់មនុស្សក្លិនវិញ្ញាណអាក្រក់ទាំងអស់នោះខ្ញុំបានដឹងត្រូវហើយខ្ញុំទៅតែសម្រាប់ចោលមួយក្រុមប្រហែលជាង4-20នាក់ចាំមិននាងគិតថាខ្ញុំមានកម្លាំងធម្មពលពិសេសចង់អែបអបមែនទេហ៎ឬមួយក៏នាងចង់ចាប់ខ្ញុំទៅនិយាយមកចុះលោកមានដឹងថាតើខ្ញុំនេះជានរណាដែរទេហើយចុះអាណាទៅដឹងទៅបើនេះមិនព្រមប្រាប់ផងនឹងបើខ្ញុំស្មាននាងគឺជាមេតបបើមិនចឹងទេគឺជាស្ដេចស្អីនឹងចុះលោកដឹងថាស្ដេចគឺជាអ្វីដែរទេស្ដេចគឺមានសិទ្ធិអំណាចគ្រប់គ្រងមនុស្សទាំងនគរសំនួរងាយសោះនាងសួរដែរនៅក្រុងដាលៀងមានមនុស្ស6នាក់បានបង្កើតជាក្រុមទី5គឺជាឆ្មាំអ្នកដឹកនាំការពារគុកចំណែកឯឆ្មាំ2នាក់ទៀតគឺបានបង្កើតក្រុមដឹកនាំដែលប្រធានក្រុមខ្លួនឯងនោះជាមន្ត្រីថ្នាក់ទាបមិនមែនជាមន្ត្រីដែលមានអំណាចខ្ពស់ជីវិតរបស់ពួកគេគឺស្ថិតនៅលើមន្ត្រីនៅក្នុងខេត្តនោះដែលជាមន្ត្រីដែលមានអំណាចថ្នាក់ទី9ដោយសារតែគេមានអំណាចហើយការពិតអំណាចនោះគឺជាអំណាចដែលគេទើបតែទទួលបានតែប៉ុណ្ណោះអញ្ចឹងពួកអ្នកដែលមានអំណាចទាំងអស់នោះធ្វើបាបដល់នាងមែនទេហ៎មន្ត្រីខេត្តបានបញ្ជាកងទ័ពតូចតាចមួយចំនួនគ្រប់ក្រុងទាំង5ដែលមានមនុស្សចំនួន500នាក់ពួកគេគឺជាអង្គភាពដែលល្អបំផុតនៅក្រុងដាលៀងចំណែកឯមេដឹកនាំទាំងនោះនៅក្នុងដៃរបស់ពួកគេគឺមានកងទ័ពចំនួន2500នាក់ហើយត្រូវបានព្រះមហាក្សត្រលើកទឹកចិត្តនិងជឿជាក់លើពួកគេបំផុតមានអំណាចបែបនេះតាមមើលទៅនាងក៏ជាមេតបម្នាក់ដែរចុះហេតុអីបានជានាងត្រូវគេវាយដូចជាឆ្កែដែលធ្លាក់ទឹកអញ្ចឹងដោយសារតែខ្ញុំចាញ់ល្បិចទើបខ្ញុំចូលអន្ទាក់របស់ពួកវាហើយខ្ញុំក៏បានទៅជំរុំកងទ័ពសហការជាមួយនឹងលោកមេតបទាំង4មិនទាន់ទៅដល់ផងពួកគេក៏បានស្ទាក់ចាប់ចំណែកអ្នកផ្សេងទៀតក៏បានស្លាប់មិននឹកស្មានថាខ្ញុំនៅមានជីវិតទេអញ្ចឹងអ្នកដែលមានអំណាចទាំងអស់នោះចង់សម្លាប់នាងគឺពិតជាត្រឹមត្រូវហើយព្រោះលោកជាមនុស្សឆ្លាតខ្ញុំនឹងសហការជាមួយលោកតែមិនសហការជាមួយខ្ញុំហើយសហការយ៉ាងម៉េចទៅនាងនិយាយឲ្យច្បាស់ទៅមើលខ្ញុំអាចសហការជាមួយនាងបានដែរនេះលោកបើកុំតែលោកជួយជីវិតខ្ញុំម្លេះខ្ញុំចាត់លោកមួយលំពេងស្លាប់បាត់ទៅហើយអចាកុំរំជួលចិត្តពេកទៅមើលណែសំទោសនិយាយទៅសហការនោះសហការយ៉ាងម៉េចនាងនិយាយឲ្យច្បាស់ទៅមើលគឺខ្ញុំចង់ឲ្យលោកលួចចូលទៅក្នុងជំរំរបស់ពួកវាឲ្យខ្ញុំចូលទៅក្នុងជំរំរបស់ពួកវានេះប្រៀបដូចជាឲ្យខ្ញុំទៅគេចាក់កសម្លាប់អញ្ចឹងនាងធ្វើបែបនេះដូចជាអាត្មានិយមពេកហើយនាងនិយាយហេតុផលឲ្យច្បាស់លាស់មកបើមិនចឹងទេខ្ញុំមិនអាចជួយនាងបានទេនាងមើលចោះខ្ញុំមានប្រពន្ធស្អាតច្រើនណាស់ខ្ញុំមិនចង់ឲ្យប្រពន្ធរបស់ខ្ញុំនឹងពួកនាងគឺមេម៉ាយនោះទេកុំតាន់ទៅមុខរបួសរបស់ខ្ញុំមិនតាន់ជានៅឡើយទេទោះបីជាលោកអាយិនសិនមកខ្ញុំក៏ដោយយ៉ាងហោចណាស់ក៏ត្រូវចំណាយពេលកន្លះខែទៅជាសះស្បើយប៉ុន្តែឲ្យតែខ្ញុំអាចត្រឡប់ទៅបន្ទាយវិញដល់ពេលនោះគឺខ្ញុំនឹងអាចចាត់តាំងមេក្រុមរបស់ខ្ញុំឲ្យគេជាអ្នកដឹកនាំទ័ពក៏បានដែរនិយាយថាម៉េចនាងឲ្យខ្ញុំធ្វើជាមេតបមែនទេហ៎នាងម្ចាស់បើសិនជានាងម្ចាស់និយាយជាការពិតនោះគឺពិតជាប្រពៃខ្លាំងណាស់ខ្ញុំស្ម័គ្រចិត្តបម្រើចង់ខ្ញុំធ្វើមេតបធ្វើយ៉ាងម៉េចទេមិនអីទេខ្ញុំនឹងចូលរួមក្នុងជួរកងទ័ពជាមួយលោកក៏ប៉ុន្តែក្នុងច្បាប់កងទ័ពគេមិនឲ្យស្រីធ្វើទ័ពទេនេះលោកមិនចាំបាច់គិតទេខ្ញុំនឹងអាចខ្លាញ់ខ្លួនជាមនុស្សប្រុសការពិតគឺនាងចង់ខ្លាញ់បំឡំធ្វើដូចជាហានមូឡាយនោះមែនទេហ៎ណាទៅជាហាន់មូឡាននោះអីចានិយាយទៅក៏នាងមិនស្គាល់ទេតើតានាងធ្លាប់មើលទូរទស្សន៍ទើបនាងស្គាល់ប៉ុន្តែខ្ញុំមិនចង់និយាយរឿងនេះទេបន្ទាប់ពីខ្ញុំបានខ្លាចទៅជាមេតបហើយនោះសន្យាជាមួយខ្ញុំមួយបានដែរទេហ៎ថានាងត្រូវតែរៀបការជាមួយនឹងខ្ញុំធ្វើបានសិនទៅចាំនិយាយបាននិយាយគ្នាយល់ហើយអញ្ចឹងខ្ញុំទៅវិញហើយ
សំលោកពេលយប់ ពេលយប់ពីថៃហ៎ លោករក្សាសំឡេងតិចទៅជាមួយប្រពន្ធរបស់លោកនោះ នេះលួចស្ដាប់សំឡេងរបស់ខ្ញុំមែនទេហ៎លួចស្ដាប់សំឡេងជាមួយខ្ញុំមួយប្រពន្ធរបស់ខ្ញុំមែនទេហ៎ ចាញ់ទៅមនុស្សរំខានណាដេកបានទៅ ណែ លោកម្ចាស់តើបងនិយាយអីជាមួយគាត់ខ្លាំង អូណែគ្មានរឿងអីធំដុំទេគ្រាន់តែនាងចង់បានយិនសិនពាក់កណ្ដាលនោះអូនចាំឲ្យរបស់នោះទៅនាងទៅ ប៉ុន្តែអូនចង់គេងជាមួយបងជប់នេះ គ្មានបញ្ហាទេជប់នេះបងនឹងថ្នមមកជាងមុន បន្ទាប់មកខ្ញុំត្រូវទៅធ្វើស៊ុបឆាឲ្យបងទៀត អើយអាស៊ុបឆៅស្អីគេនោះចាំនិយាយពេលក្រោយទៅពេលនេះនាំគ្នាទៅដេកទៅតោះ មិនយូរមិនឆាប់ទេអាពេកនេះច្បាស់ជាងាប់នៅលើបង្កងជាមិនខានលោកម្ចាស់គ្រឿងសាក់របស់លោកម្ចាស់ខ្ញុំបានជួសជុលរួចហើយ មើលទៅដូចជាល្អណាស់ណោះហេតុអីបានជានាងបណ្ដាឲ្យខ្លួនឯងមុតដៃបែបនេះ លោកបេភូមិគាត់និយាយថាលោកម្ចាស់នឹងចេញដំណើរឆាប់នេះដូច្នេះបានជាខ្ញុំបារម្ភខ្លាចធ្វើមិនទាន់ អរគុណសម្រាប់ទឹកចិត្តរបស់នាងហើយឲ្យវ៉ាន់យានជួយលាបថ្នាំឲ្យទៅ ខ្ញុំអត់ហ៊ានរំខានលោកស្រីទី2ទេឲ្យតែលោកម្ចាស់សប្បាយចិត្តខ្ញុំក៏សប្បាយចិត្តដូចគ្នាណាលោកម្ចាស់មើលទៅសាយានណាគេស្មោះត្រង់ចំពោះលោកម្ចាស់ណា ចាំមើលគេស្មោះត្រង់អូនចំណែនមែនទេហ៎